រឿងនេះជារឿងពិតដែលបានកើតឡើងប្រមាណជាជាង10ឆ្នាំមកហើយកាលនោះខ្ញុំនៅរៀនថ្នាក់ទី6ខនៃអនុវិទ្យាល័យហ៊ុនសែនត្បែងមានជ័យប៉ារបស់ខ្ញុំគាត់ជាជាងសំណង់ថ្ងៃនេះគាត់រកលុយបានប្រហែលជាង$1000គាត់ពិភាក្សាជាមួយម្ដាយរបស់ខ្ញុំគិតថានឹងទិញម៉ូតូមួយដើម្បីងាយស្រួលដប់អីវ៉ាន់ទៅលក់និងដប់ម៉ែទៅផ្សារម្ដាយរបស់ខ្ញុំជាអ្នកលក់នំចេកចៀននៅសាលារៀនគិតគ្នាហើយប៉ារបស់ខ្ញុំបានសម្រេចចិត្តទិញម៉ូតូម៉ាកសង់ក្រែមួយគ្រឿងពីឈ្មោះប្រុសដែលរត់នៅភូមិទឹកធ្លាក់ក្រោយពីបានទិញបានប្រហែលជាមួយខែខ្ញុំបានដប់ម្ដាយរបស់ខ្ញុំទៅលេងយាយរបស់ខ្ញុំនៅភូមិប្រយុទ្ធប៉ុន្តែវារៀងល្ងាចណាស់ទៅហើយជិះម៉ូតូមកដល់ចំណុចផ្លូវបត់ចូលអាកាសយានដ្ឋានត្បែងមានជ័យស្រាប់តែខ្ញុំឃើញមនុស្សអ៊ូអរនៅតាមផ្លូវខ្ញុំក៏ឈប់ម៉ូតូដើម្បីចូលសាកសួរព័ត៌មានពីអ្នកភូមិអត់ទៅបងសុំសួរបន្តិចតើមានរឿងអីកើតឡើងនឹងបានជាមនុស្សច្រើនម្ល៉េះអូគឺមានមនុស្សត្រូវគេសម្លាប់ហើយបោះចោលនៅក្នុងព្រៃឯបមាត់ផ្លូវនេះណានរណាស្លាប់បងខ្ញុំសួរបញ្ជាក់គឺអាប្រុសពូប្រុសដែលនៅទឹកធ្លាក់នឹងមែននឹងហើយចប់បាត់ខ្ញុំមានអារម្មណ៍ស្លុតចិត្តអាណិតគាត់ព្រោះទើបតែទិញម៉ូតូពីគាត់ថ្មីចុះបងមានដឹងរឿងរ៉ាវដែលគាត់ស្លាប់នេះទេបងមិនដឹងច្បាស់ប៉ុន្មានទេតែលើគេប្រាប់តគ្នាដែរថាកាលពីកន្លះខែមុនអាប្រុសនេះបានទៅស៊ីការគេនៅខេត្តហើយស្រវឹងក៏មានទំនាស់សម្ដីនឹងគេលុះត្រឡប់មកវិញឮថាមានម៉ូតូគេដេញតាមហើយឮសំឡេងមាត់ប្រកែកគ្នាមួយប្រាវក៏ស្ងាត់ទៅហើយក៏គ្មាននរណាចាប់អារម្មណ៍ដែរទើបថ្ងៃនេះទេគឺមានឆ្កែរបស់អ្នកភូមិវិធំក្លិនវាខាំពំបានប្រអប់ដៃតែនៅតែគ្មាននរណាចាប់អារម្មណ៍ទៀតស្រាប់តែល្ងាចមិញនេះឆ្កែនេះវាបានពំបានថ្មិញមួយទើបម្នាក់ផ្អើលឈូឆរព្រោះគេស្គាល់ថាជាថ្មិញរបស់ប្រុសព្រោះនរណាក៏ដឹងដែរថាថ្មិញរបស់វាធំណាស់គេហៅថាអាថ្មិញចបហើយពេលនេះសាកសពរបស់វាស្អុយរលួយមើលមុខមិនយល់នោះទេអញ្ចឹងបងអរគុណហើយមេឃងងឹតហើយខ្ញុំសូមលាបងទៅហើយមិនអីទេខ្ញុំជាបណ្ដាគិតបណ្ដាថាចុះបើមានមនុស្សស្លាប់នៅតាមផ្លូវបែបហ្នឹងបើមិនរកព្រះសង្ឃសូត្រមន្តនោះទេប្រកាសជាមានជើងក៏មិនខានរំលងបានជាងមួយខែរឿងរ៉ាវដ៏គួរឲ្យរន្ធត់បានកើតឡើងនៅលើផ្លូវដែលពូប្រុសស្លាប់នោះគឺមានឡានដឹកបន្លែមួយទម្ងន់2តោនបើកបរពីខេត្តកំពង់ធំមកព្រះវិហារមានមនុស្សជិះជាង10នាក់ក្នុងពេលនោះដែរក៏ឃើញមានឡានមួយគ្រឿងនោះបើកយ៉ាងលឿនស្រាប់តែមកដល់ចំណុចនេះឡានបានបែកកង់មកខាងស្ដាំភ្លាមនោះឡានដឹកបន្លែនោះត្រូវក្រឡាប់ទៅមកខាងផ្លូវឯមនុស្សជិះនៅក្នុងនោះបានប៉ើងមកក្រៅដោយគេជះចោលអញ្ចឹងតែកង់ឡានគៀបជាប់នឹងទ្វារឡានស្លាប់ទៅស្ត្រីម្នាក់អង្គុយនៅក្នុងកាប៊ីនឡានគៀបក្បាលនៅក្រោមកង់ឡានបែកក្បាលចេញគ្រូស្លាប់ឯអ្នកឯទៀតគៀបជាប់នៅក្នុងទ្រុងឡានស្លាប់នឹងរបួសជាច្រើនអ្នកសោកនាដកម្មដ៏រន្ធត់នេះគួរឲ្យសង្វេគណាស់ឈាមក្រហមឆ្អៅហូរប្រឡាក់ពេញផ្លូវនឹងបន្លែក្រោយហេតុការណ៍នេះបានប្រហែលជា7ថ្ងៃក្នុងពេលយប់គេឮសំឡេងមនុស្សប្រុសស្រីជាច្រើនយំត្រហឹងពេញផ្លូវអមដោយសំឡេងឆ្កែលូលាន់ពេញត្រចៀកស្ដាប់ទៅគួរឲ្យព្រឺព្រួចគួរឲ្យខ្លាចណាស់ចាប់តាំងពីមានរឿងរ៉ាវដ៏រន្ធត់នោះបានកើតឡើងមកមានអ្នកជិះម៉ូតូដួលឡានបុកគ្នាម៉ូតូបុកគ្នារាល់ថ្ងៃនៅចំណុចនេះមិនយូរប៉ុន្មានខ្ញុំក៏បានរើផ្ទះទៅនៅម្ដុំនោះហើយក៏ខ្ញុំបានជួបរឿងរ៉ាវប្លែកៗជាច្រើននាយប់មួយដែលគួរឲ្យរន្ធត់តក់ស្លុតនោះទៀតគឺមានប្តីប្រពន្ធនិងកូន2នាក់ដប់គ្នាដើម្បីមកដើរលេងនៅទីរួមខេត្តដោយកូនបងដាក់នៅពីមុខឪពុកម្ដាយជាអ្នកដប់ឯកូនពៅដាក់ខាងមុខម្ដាយហើយម្ដាយនោះមានកូនក្នុងពោះ5ខែទៅហើយពួកគាត់ជិះម៉ូតូម៉ាកសង្គ្រេចាស់មកដល់ចំណុចនោះស្រាប់តែមានប្រុសម្នាក់
ជិះម៉ូតូមួយគ្រឿងម៉ាក Honda Series ឆ្នាំ2015មួយគ្រឿងបើកបញ្ច្រាស់ទិសគ្នាមកទីរួមខេត្តវិញដោយអាការៈស្រវឹងជោគជាំបានបើកបរបុកដីប្រពន្ធនោះយ៉ាងកំរោលបណ្ដាលឲ្យបាក់ជើងម្ខាងប្តីរបស់គាត់បានបែកភ្នែកតែសំណាងកូនក្នុងផ្ទៃនិងកូនមិនមានរបួសធ្ងន់ធ្ងរនោះទេចំណែកឯខាងម៉ូតូបង្កបានដួលនៅចំពីមុខផ្ទះរបស់ខ្ញុំតែម្ដងហើយអ្នកបើកម៉ូតូបានស្លាប់កាប់មុខភ្លាមនេះជារឿងគួរឲ្យរន្ធត់ដែលខ្ញុំបានឃើញមនុស្សស្លាប់មុខផ្ទះរបស់ខ្លួនឯងពេលខ្ញុំលើកគាត់ឡើងឈាមហូរចេញពីមាត់មកដក់ពេញផ្លូវខ្ញុំញញើតនឹងជីវិតណាស់ក្រោយពីមានហេតុការណ៍កើតហើយឪពុកម្ដាយខាងប្រុសដែលបានស្លាប់នោះបានធ្វើបុណ្យនិងនិមន្តលោកសង្ឃមកបាំងស្កូតលើទិកុសលឲ្យគេចាប់តាំងពីពេលនោះមកទីនេះក៏លែងមានហេតុការណ៍អាក្រក់បែបនេះទៀតដែរសូមអរគុណទៅដល់ប្រិយមិត្តសម្លេងអ្នកទានរឿងទាំងអស់ដែលបានតាមដានស្ដាប់តាំងពីដើមរហូតដល់ចប់សូមអរគុណ